ខ្ញុំសុំទោសផងដែលខ្ញុំមកទីនេះដោយមិនបានជម្រាបទុកមុនប៉ុន្តែខ្ញុំគ្រាន់តែចង់មកសុំទោសលោកយាយចំពោះរឿងដែលបានកើតឡើងកាលពីលើកមុននេះជាប្រាក់កាក់មាសទាំង1000កាក់សូមលោកទទួលយកវាទៅនេះគឺជាចំណូលពេញមួយឆ្នាំរបស់មនុស្សធម្មតាទៅហើយតើឯងនៅតែមិនចាប់អារម្មណ៍ទៀតមែនទេប្រធានម៉ែវមានអ្វីនិយាយត្រង់មកតើតាធាត់ម្នាក់នេះចង់ធ្វើអ្វីឲ្យប្រកាសទៅឲ្យមកក៏ខ្ញុំមិនជឿគាត់ដែរតាចាស់ម្នាក់នេះពិតជាល្បិចច្រើនណាស់ឥឡូវនេះគឺជាយុគសម័យនៃក្រុមហ៊ុនវប្បធម៌ទោះបីជាសភាពាណិជ្ជកម្ម Peng Yang មានអាជីវកម្មធំដទៃទៀតក៏ដោយក៏មិនអាចដកថយបានដែរពួកយើងគួរតែដើរតាមនិន្នាការនិងស្វែងរកការអភិវឌ្ឍថ្មីដូច្នេះខ្ញុំមានគម្រោងបន្តសហការជាមួយលោកគឺលោកយេហើយសភាពាណិជ្ជកម្មនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយលោកក្នុងការបោះពុម្ពសៀវភៅការលើកឡើងរបស់ប្រធានម៉ៅគឺមិនត្រឹមត្រូវទេលោកឃើញទេថ្ងៃនោះខ្ញុំពិតជាបាននិយាយអ្វីខុសមែនតើលោកយាយអាចយកសម្ដីមិនសមហេតុផលរបស់ខ្ញុំទៅទុកក្នុងចិត្តយ៉ាងដូចម្តេចទៅខ្ញុំជឿថាលោកយាយប្រកាសជាមិនមែនជាមនុស្សចិត្តចង្អៀតនោះទេខ្ញុំគ្រាន់តែយកសម្ដីរបស់ប្រធានម៉ៅមកទុកក្នុងចិត្តប៉ុណ្ណោះហើយខ្ញុំយាយវែងគឺពិតជាមនុស្សចិត្តចង្អៀតមែនមូម៉ៅខឹងវាជាការល្អសម្រាប់លោកយាយដែលត្រូវនិយាយដោយផ្អែមល្ហែមបន្តិចប្រសិនបើលោកមិនសហការជាមួយពួកយើងទេតើលោកគិតថាសៀវភៅរបស់លោកនឹងលក់ដែរទេបើលោកគ្មានអ្វីត្រូវនិយាយទៀតទេសូមត្រឡប់ទៅវិញទៅខ្ញុំមិននៅយូរទេខ្ញុំមិនសូវពូកែនិយាយស្ដីទេខ្ញុំមិនមានបំណងធ្វើឲ្យលោកយាយអន់ចិត្តឡើយអញ្ចឹងខ្ញុំនឹងស្ដាប់តាមលោកតើត្រូវចំណាយអស់ប៉ុន្មានដើម្បីសហការជាមួយពួកយើងវាមិនមែនជាគំនិតល្អទេក្នុងការមកខាត់និងបង្ខំនរណាម្នាក់នៅចំកណ្ដាលថ្ងៃត្រង់បែបនេះវាមិនល្អចំពោះកេរ្តិ៍ឈ្មោះរបស់លោកឡើយតម្លៃចុងក្រោយគឺ10,000 មាសកាក់មាសទាំង10,000នេះជាចំនួនលុយដែលអញរកមិនបានក្នុងរយៈពេល10ឆ្នាំផងប្រសិនបើវានៅតែមិនគ្រប់គ្រាន់ទៀតចំណងរបស់អញប្រហែលជាធំពេកហើយមែនទេ10,000កាក់មាស10,000តើវាច្រើនណាស់មែនទេវាមិនច្រើនទេមែនទេឲ្យគាត់យ៉ាងងាយស្រួលបែបនេះប្រាក់បញ្ញារបស់មាននៅលើកាតនេះគឺ100,000មាសជូនភ្ញៀវត្រឡប់ទៅវិញហាវាពិតជាលុយណាស់លុយខ្លាំងណាស់មែនហើយលោកគ្រូមនុស្សដែលបានទៅទីក្រុងជេងផេងដើម្បីស្វែងរកព័ត៌មានបានរាយការណ៍មកថាគ្មានតម្រុយពីលោកបងហ៊ូឆេននៅក្នុងទីក្រុងជេងផេងនោះទេពិតជាមានអ្វីមួយមិនប្រក្រតីហើយតើវូវែងនៅណាលោកគ្រូកូនសិស្សនៅទីនេះហើយឯងចុះពីលើភ្នំទៅមើលស្វែងរកហ៊ូឆេននឹងរួមដៃគ្នាបន្ទាប់មកត្រឡប់មករាយការណ៍ប្រាប់ខ្ញុំវិញនឹងគ្មានអ្វីខុសឆ្គងទេមែនទេជាមួយនឹងអាវធំនៃភាពរហ័សរហួននៅលើខ្លួនរបស់គេគ្មាននរណាម្នាក់អាចប្រកួតប្រជែងជាមួយវូវែងផ្នែកល្បឿនបានឡើយទោះបីជាមាននរណាម្នាក់អាចរកឃើញចលនារបស់គេក៏ដោយក៏ពួកគេមិនអាចមើលឃើញរូបរាងពិតរបស់គេដែរគ្មាននរណាអាចធ្វើបាបគេបានឡើយវ៉ងខេមើលថែផ្ទះឲ្យបានល្អណាស់ខ្ញុំនឹងយកឆ្អឹងពីពិធីជប់លៀងអបអសាទរមកផ្ញើអញពិតជាប្រព្រឹត្តដាក់ខ្ញុំដូចជាសត្វឆ្កែមែនហាខ្ញុំដែលជាស្ដេចឆ្កែចោលលេបត្របាក់មេឃ Even Devouring Demon Wolf ប្រសិនបើមិនមែនដោយសារតែរបួសរបស់ខ្ញុំទេខ្ញុំមិនមកជាប់អន្ទាក់នៅទីនេះឡើយអ្នកណាដឹងថាថ្ងៃណាមួយស្រាប់តែគេចង់យកខ្ញុំទៅធ្វើជាស៊ុបឆ្កែឆ្នាំងដីនោះឡើយក្មេងល្អស្រឡាញ់ឯងណាស់វូហ្វខ្ញុំពិតជាចង់រត់គេចខ្លួនណាស់ទោះបីជាខ្ញុំបានតាមបងអ្នកនេះអស់រយៈពេលយ៉ាងយូរមកហើយក៏ដោយក៏ខ្ញុំនៅតែមិនអាចនឹកស្មានដល់ថាគាត់មានឥទ្ធិពលខ្លាំងប៉ុណ្ណាឡើយគេអាចគូគំនូអាវុធទិព្វទាំងនេះដែលមានចេតនាប្រយុទ្ធដ៏គួរឲ្យភ័យខ្លាចបែបនេះបានយ៉ាងងាយស្រួលវាច្បាស់ណាស់ថាជាមួយនឹងគំនូទាំងនេះនៅទីនេះមានមនុស្សតិចតួចណាស់នៅក្នុងលោកនេះតែអាចធ្វើបាបកន្លែងនេះបានហើយខ្ញុំនៅតែត្រូវបានទុកឲ្យនៅយាមផ្ទះដដែលនេះពិតជាទោះបីជាខ្ញុំបានដើរតាមបុរសម្នាក់នេះអស់រយៈពេលយ៉ាងយូរមកហើយក៏ដោយក៏ខ្ញុំនៅតែមិនអាចនឹកស្មានដល់ថាគាត់មានឥទ្ធិពលខ្លាំងប៉ុណ្ណាឡើយវាពិតជាធ្វើឲ្យសាច់ឆ្កែវិលមុខណាស់ពុះតើវាជាសម្ពាធធម្មពលដ៏ខ្លាំងក្លាអ្វីអញ្ចឹងដើរមកយឺតពួកមនុស្សលោកដែលមិនដឹងកាលៈទេសៈនេះជាសារគុណចុងក្រោយបង្អស់នៅក្នុងទីក្រុងនេះហើយខ្ញុំអាចដឹងថាតម្រុយចុងក្រោយរបស់លោកបងហ៊ូឆេននៅទីនេះតើគាត់បានស្លាប់ហើយមែនទេមើលទៅមនុស្សដែលយើងកំពុងស្វែងរកគឺនៅទីនេះហើយបើអញ្ចឹងខ្ញុំនឹងកំទេចកន្លែងនេះឲ្យខ្ទេចតែម្ដងរួចហើយខ្ញុំនឹងសម្លាប់បុរសម្នាក់នោះចោលថ្ងៃនេះខ្ញុំនឹងសម្លាប់អ្នករាល់គ្នានៅទីនេះមិនឲ្យមាននរណាម្នាក់រស់រានមានជីវិតឡើយវូហ្វ
ស្ថិតក្នុងស្ថានភាពខ្ញុំពេលនេះខ្ញុំមិនអាចឈ្នះវាបានទេតើនេះជាអ្វីអញ្ចឹងរូបគំនូរព្រះសង្ឃបញ្ចេញពន្លឺវ៉ូហ្វខ្ញុំខ្លាចប៊ីសលេចនោមទៅហើយទីបំផុតខ្ញុំយល់ច្បាស់ហើយគុណនឹងការដាំដុះរបស់លោកម្ចាស់ជាន់ខ្ពស់បានឈានដល់កម្រិតព្រះនៃសង្គ្រាម Martial God ទៅហើយវាលើសពីអ្វីដែលភ្នែកខ្ញុំអាចមើលធ្លុះឆ្ងាយណាស់គាត់មិនត្រឹមតែមិនដែលធ្វើបាបខ្ញុំពិតប្រាកដនោះទេប៉ុន្តែគាត់ថែមទាំងការពារខ្ញុំគ្រប់ពេលមានអាសន្នទៀតផងគាត់ទុកខ្ញុំឲ្យនៅទីនេះគឺដើម្បីព្យាបាលរបួសរបស់ខ្ញុំដោយប្រើចេតនាប្រយុទ្ធដ៏ខ្លាំងក្លានិងប្រើការធ្វើបាបគ្រប់បែបយ៉ាងដើម្បីលុតបំចិត្តគំនិតខ្ញុំការស្ដាយក្រោយនៅក្នុងចិត្តគឺគ្មានប្រយោជន៍ទេខ្ញុំនឹងខំធ្វើជាឆ្កែដ៏ល្អម្នាក់បើទោះជាធ្វើជាឆ្កែមួយក្បាលក៏ខ្ញុំធ្វើមិនបានល្អផងតើខ្ញុំអាចខ្លាចជាស្ដេចដោយរបៀបណាទៅនេះច្បាស់ជាបំណងប្រាថ្នាពិតរបស់លោកម្ចាស់ជាន់ខ្ពស់ហើយការនៅយាមទ្វារឲ្យលោកម្ចាស់ជាន់ខ្ពស់គឺជាឱកាសដ៏អស្ចារ្យបំផុតក្នុងជីវិតជាឆ្កែរបស់ខ្ញុំនៅសភាពាណិជ្ជកម្មបាវិញឥឡូវនេះដល់ពេលដែលសភាពាណិជ្ជកម្មត្រូវរៀបចំណាត់ថ្នាក់ហើយលោកយាយមកទីនេះពិតជាលៀបសំណាងរបស់ពួកយើងណាស់កុំនិយាយពីផលចំណេញអីគ្រាន់តែឥទ្ធិពលនិងកេរ្តិ៍ឈ្មោះក៏អាចផ្ដល់ផលចំណេញដល់សភាពាណិជ្ជកម្មយើងយ៉ាងច្រើនដែរដូចនេះយើងដាច់ខាតមិនត្រូវធ្វើឲ្យលោកយាយអន់ចិត្តឡើយឲ្យតែមានគាត់សភាពាណិជ្ជកម្មភេងយ៉ាងគ្មានថ្ងៃធ្វើជាដៃគូប្រកួតយើងបានទេមែនហើយលោកនិយាយត្រូវណាស់កាលពីលើកមុនពេលដែលមេការត្រឡប់មកវិញទទួលយកចំណែកកាក់មាសទាំង100,000កាក់នោះទេដូច្នេះខ្ញុំមានបំណងចង់បង្កើនចំណែកឲ្យលោកយាយថែមទៀតដើម្បីជៀសវាងកុំឲ្យមានកំហុសឆ្គងណាមួយកើតឡើងខ្ញុំសូមណែនាំថាក្រៅពីការចំណាយដើមទុនទៅសភាពាណិជ្ជកម្មរបស់យើងនឹងយកតែ10ប៉ុណ្ណោះហើយចំណែកដែលនៅសល់ទាំងអស់គួរតែប្រគល់ជូនលោកយាយមកក្បាលយល់ព្រមអូខេបើអញ្ចឹងសម្រេចតាមនឹងចុះមិនមានតម្រុយពីវូឆេនទេហើយមនុស្សដែលទៅសារគុណក៏មិនទាន់ត្រឡប់មកវិញដែរបើកិច្ចការនេះមិនទាន់ដោះស្រាយរួចរាល់ទេវាអាចទៅរួចដែលលោកninhឆ្លើយនោះនឹងខឹងសម្បានឹងខ្ញុំតម្លៃសរុបគឺ103ដំឡឹង tails ប៉ុន្តែលោកអាចបង់ត្រឹមតែ100ដំឡឹងគត់បានតើលោកចង់ទូទាត់ជាសាច់ប្រាក់ឬជាមូលប្រទានប័ត្រគ្រាន់តែជាមនុស្សធម្មតាសោះហ៊ានទារថ្លៃកាត់ថ្លៃពីខ្ញុំផងហេលោកម្ចាស់សូមអត់ទោសឲ្យខ្ញុំផងចាំខ្ញុំរៀបចំកណេឲ្យជូនលោកម្ដងទៀតខ្ញុំគិតថាឯងមិនបាច់ទុកដៃនេះទៀតទេឯងយាយវែងតើឯងមិនយល់ពីអ្វីដែលខ្ញុំបាននិយាយកាលពីលើកមុនទេមែនទេវាជាការល្អបំផុតបើពួកយើងមិនបាច់ជួបមុខគ្នាម្ដងទៀតឡើយកុំយល់ច្រឡំអីខ្ញុំគ្រាន់តែដើរកាត់ទីនេះប៉ុណ្ណោះបើឯងមិនបានខត់ខ្ញុំទេខ្ញុំក៏មិនចង់មើលមុខឯងដែរគេពិតជាធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់ឯងនៅជាមួយខ្ញុំអស់រយៈពេលយ៉ាងយូរមកហើយតែឯងមិនថាអ្វីទេផេងយេងលោកបងវូចៃឲ្យខ្ញុំទៅចាប់អារម្មណ៍មនុស្សធម្មតាដែលទុនទាបក្រីក្រនឹងដូចសត្វស្រមោចបែបហ្នឹងដោយរបៀបណាខ្ញុំសុខចិត្តស្លាប់ជំនួសឲ្យការមានទំនាក់ទំនងជាមួយវាថាមពលពណ៌ខៀវកំពុងប្រមូលផ្ដុំនៅបាតដៃគូជីមិនបាច់ពន្យល់ច្រើនទេទុកឲ្យខ្ញុំសម្លាប់វាចោលភ្លាមតែម្ដងទៅពូលូឡែងឈុកលោកយាយមិនបាច់ធ្វើចលនាទេពួកអាឡងងបើឯងធ្វើឲ្យលោកយាយខឹងសម្បាខ្ញុំខ្លាចថាប៉ាថេងឆែនទាំងមូលនឹងត្រូវរលីសាបសូន្យសិស្សប្អូនបងស្រីបងពិតជាលយខ្លាំងណាស់គូជីហេតុអីបានជាលូឡែងឈុកនៅទីនេះទៅវិញវាឈឺណាស់សិស្សប្អូនមែនអញ្ចឹងមែនទេផូផេងយេងលោកបងវូចៃលូឡែងឈុកលោកយាយខ្ញុំពិតជាសោកស្ដាយណាស់ដែលធ្វើឲ្យលោកភ្ញាក់ផ្អើលសំណាងល្អណាស់ដែលលោកមកទាន់ពេលវេលានិងបានជួយសង្គ្រោះខ្ញុំពីគ្រោះមហន្តរាយនេះវូចៃតើមានរឿងឈួតលប់អីហ្នឹងខុសបច្ចេកទេសអស់ហើយផេងយេងតើវាមានរឿងអ្វីកើតឡើងហ្នឹងហេតុអ្វីបានជាសិស្សផ្ទាល់របស់មេប៉ាថេងឆែនបែរជាមានការគោរពកោតខ្លាចដល់មនុស្សធម្មតាម្នាក់ដូចជាយាយវែងហើយថែមទាំងចេញមុខមកប្រយុទ្ធជំនួសវាទៀតលើកជង្គង់ចុះលូឡែងឈុកឯងជាសិស្សច្បងប្រាប់ឈ្មោះរបស់ឯងមកមើលផេងយេងខ្ញុំជាសិស្សផេងយេងមកពីសាលខាងក្រៅឈ្វាន់ហដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកចាស់ទុំ Elder Feng ហើយខ្ញុំទើបតែបានចូលរួមជាមួយបាក់ថេងឆែនបានមួយខែប៉ុណ្ណោះខ្សែភ្នែកសម្លឹងមើលយ៉ាងមុតស្រួចលូឡែងជុកលក្ខខណ្ឌសម្បត្តិរបស់ឯងគឺមិនគ្រប់គ្រាន់ដើម្បីចូលរួមបាក់ថេងឆែនរបស់យើងទេតើនរណាហ៊ានថ្លើមធំអនុញ្ញាតឲ្យឯងចូលបាក់ដោយគ្មានការអនុញ្ញាតចាប់ពីថ្ងៃនេះទៅឯងត្រូវបានបណ្តេញចេញពីបាក់ថេងឆែនហើយផេងយេងហេតុអ្វីទៅតើវាដោយសារតែអាមនុស្សធម្មតាយាយវិញនឹងមែនទេខ្វាច់សំលេងទេកំភ្លៀងលូឡែងជុកខ្ញុំសូមប្រមានឯងបើឯងហ៊ានប្រមាថលោកយាយម្ដងទៀតជាពិសេសក្នុងនាមជាមនុស្សរបស់បាក់ថេងឆែនខ្ញុំនឹងលុបឈ្មោះនិងជីវិតរបស់ឯងចេញពីលោកនេះតែម្ដងផេងយេងដើម្បីបានចូលរួមជាមួយបាក់ថេងឆែនខ្ញុំបានលះបង់និងចំណាយអស់ជាច្រើនណាស់ប៉ុន្តែឥឡូវនេះខ្ញុំបែរជាត្រូវបាត់បង់គ្រប់យ៉ាងដោយសារតែយាយវែងបុរសម្នាក់ដែលធ្លាប់ត្រូវបានខ្ញុំបោះបង់ចោលទៅហើយនោះមែនទេមិនបានទេមិនបានដាច់ខាតខ្ញុំត្រូវតែស្វែងរកការពិតឲ្យឃើញថាវាមានរឿងឈួតអីកើតឡើងឲ្យប្រាកដ